ស្រូវច្រូតបានហើយបងប្អូនដឹកមកដល់មុខផ្ទះហើយប៉ុន្តែតម្លៃអត់មានឡើងថ្លៃតាណាទេបងប្អូនទាំងអស់គ្នាគឺនៅត្រឹមតែ600រៀលដដែលទេហើយខ្ញុំឃើញខាងសារព័ត៌មានខាងថ្នាក់លើខាងអីគេប្រហោះច្រើនណាបងប្អូនខាងអនឡាញអីអុកញ៉ាអាយដាមអីអូច្រើនមែនទែនបងប្អូនគេផុសថាជួយទិញស្រូវប្រជាពលរដ្ឋក្នុងតម្លៃ1000រៀលប៉ុន្តែទីតាំងនៅខាងខ្ញុំអត់មានឃើញចុះមកទិញទេបងប្អូនគឺប្រភេទស្រូវ OM ហើយទីតាំងស្ថិតនៅភូមិរំជ័យឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបងនេះម៉ែខ្ញុំបានផ្ទាល់ហើយបងប្អូនទាំងអស់គ្នាហើយក៏មិនដឹងថាតាក់តងទៅខាងណាដែរបងប្អូនខ្ញុំក៏ធ្វើវីដេអូមុនមកខ្លះដែរប៉ុន្តែអត់ទាន់ឃើញគេចុះមកទិញអញ្ចឹងណាហើយខាងម៉ែខ្ញុំនេះក៏បានលក់ឲ្យឈ្មួញកដាលហ្នឹងតម្លៃ600រៀលដដែលទេបងប្អូនទាំងអស់គ្នាអត់បានឡើងតាណាទេអញ្ចឹងបើសិនជាបងប្អូនបានឃើញវីដេអូនេះហើយកុំភ្លេចជួយ share ម្នាក់មួយផងព្រោះអីលក់មួយវគ្គនេះក៏នៅមានវគ្គក្រោយដែរហើយលោកសង្ឃឹមថាវីដេអូនេះលក់បានតម្លៃធូរប៉ុន្តែជើងក្រោយច្រូតវគ្គក្រោយលក់បានថ្លៃអញ្ចឹងណាបងប្អូន